រូបដល់លោកគ្រូអ្នកគ្រូនៅអនុវិទ្យាល័យជង្គង់ទាំងអស់ដូចជាទុកដីដល់បងប្អូនអរគ្នាបងចង់ជម្រាបថាបងជាអតីតសិស្សនៅអនុវិទ្យាល័យជង្គង់ហ្នឹងបងរៀនណាគឺកំសត់មែនបាទឡើងពីថ្នាក់ទី6ដល់ខាងបឋមសិក្សាពីខ្ពងមកឡើងមកដល់អនុជំនាន់បងគឺមានសិស្សរហូតដល់2ថ្នាក់រៀនរយៈពេលត្រឹម3ឆ្នាំឯងលទ្ធផលចុងក្រោយសិស្ស14នាក់យ៉ាងឃើញកំសត់ទេសិស្ស2ថ្នាក់ធ្លាក់មកដល់សិស្ស14នាក់ទៅរៀននៅបាត់ដឹងនៅវិទ្យាល័យតប្រឡងពីថ្នាក់ទី9គេហៅប្រឡងថ្នាក់ទី9ឡើងទៅវិទ្យាល័យ14នាក់ហ្នឹងបោះបង់ម្នាក់ទៀតអញ្ចឹងប្រឡងតែ13នាក់តស៊ូរហូត13នាក់ហ្នឹងប្រឡងលទ្ធផលចុងក្រោយថ្នាក់ទី12 2014យើងនេះអាទៅសិស្សពីគង់យើងជាប់ចន្លោះពី7នាក់ទៅ8នាក់អញ្ចឹង11នាក់យើងបានកាលណាបានដល់7នាក់តែចាប់បងចោលច្បាស់អញ្ចឹងខាងគេនោះបាន4នាក់ឬ5នាក់បកែខាងយើងបាទបកែយកពួកបងចាំបកែអញ្ចឹងហីចាហើយតាំងចិត្តឲ្យខ្ពស់ក្នុងការសិក្សាហើយកំណត់គោលដៅមួយឆ្ពោះទៅអនាគតខ្លួនឯងណាដូចបងកំសត់ពេលគេជិះកង់មករៀនហើយខោលហិចមួយមិនក៏ទៅតែមកដែរព្រោះបងតាំងចិត្តខ្ពស់ថាមានតែការរៀនមួយគត់ដែលអាចធ្វើឲ្យបងជោគជ័យទៅអនាគតបានគាត់គ្រូជាអ្នកផ្ដៅគំនិតប្រមូលមូលនិធិឲ្យបងទិញសម្លៀកបំពាក់ឲ្យបងហើយពេលហ្នឹងវាជាអំរែងមួយយ៉ាងធ្ងន់លើស្មារតីបងគិតថាពួកគាត់មានគុណធំធេងខ្លាំងនៅលើខ្លួនបងអញ្ចឹងណាយកបងតាំងចិត្តក្នុងឯងមួយថាថ្ងៃណាមួយបងនឹងបងកំណត់គោលដៅក្នុងឯងមួយថាថ្ងៃទៅខាងមុខបងត្រូវតែធ្វើជាអ្នកតំណាងរាស្ត្រនេះជាអនាគតរបស់បងតើយ៉ាងបច្ចុប្បន្នបងđangកំណត់គោលដៅបែបនេះបងចាប់ដើមធ្វើផែនការឆ្ពោះទៅបែបហ្នឹងអញ្ចឹងបច្ចុប្បន្នដើម្បីឆ្ពោះទៅបានយើងអត់មានលុយយើងអត់មានលុយគេមានតែការរៀនមួយគត់អ្នកអរគ្នាទៅចាំមានតែការរៀនមួយគត់ដែលយើងអាចឆ្ពោះទៅអនាគតของយើងឆ្ពោះទៅគោលដៅของយើងបាននេះជាអ្វីដែលបងចង់ប្រាប់ដល់បងប្អូនអញ្ចឹងណាយកនេះជាកម្មវិធីទី2ផងបងខែមុនបងធ្វើនៅខាងខ្ពងខែនេះខាងសុខដុមផងយើងសុខតាមជំនាញជ័យអញ្ចឹងណាបាទហើយក្រោយបងទៅខាងកពតបងតាំងចិត្តមួយថាមិនអោយលឺពាក្យមួយថាបងប្អូនឬក៏ក្មេងៗអត់សភៅរៀនឈប់រៀនថាអត់សភៅរៀនទេនេះជាការតាំងចិត្តរបស់បងហើយបងកំណត់គោលដៅមួយថាបងនឹងខ្លាចជាតំណាងរាស្ត្រនៅក្នុងអនាគតអញ្ចឹងបច្ចុប្បន្នបងនៅតែ